សួស្តីបងប្អូនយើងថាឆ្ងាយអរគ្នាហើយនេះខ្ញុំសូមមកបង្ហាញពីរបៀបអាប់ដេតsoftware របស់ Fix ដែលមិនចាំបាច់ប្រើកុំព្យូទ័រនេះគឺជាម៉ាស៊ីនរបស់ខ្ញុំនៅលើ version 19.01 ឥឡូវទៅទៀតខ្ញុំនឹងធ្វើការអាប់ដេតវាឡើងទៅ version 20.0.1 ឥឡូវក៏ខាត់ពេលយូរយើងនឹងធ្វើដល់គ្នាដំបូងបំផុតយើងត្រូវភ្ជាប់អ៊ីនធឺណិតអូខេតោះមកយើងចូលកន្លែងល្ប៊ុំអូខេតោះមកទៀតយើងចូលកន្លែងនេះមួយនេះគេដាក់all in one Fix នេះអូខេចូល app ហ្នឹងមកតោះមកទៀតបងប្អូនត្រូវការអាប់ដេតមុនគេគឺអាប់ដេត Atmosphere អញ្ចឹង Atmosphere បងប្អូនយកថងនេះពាក្យថា pre release នេះអូខេបងប្អូនចុចយកហ្នឹងហើយចុច A នេះអូខេចាំទៀតមកហើយ A ទៀតទៅវាកំពុងធ្វើការ download ហើយអូខេអានេះyes ទៅតោះទៀតខ្ញុំយក delete អាចាស់ចោលអស់ដាក់ថ្មីចូលចឹងខ្ញុំយក yes អូខេតោះមកទៀតវាទៀមទាយើង download អានេះមួយទៀតយើងយក yes ទៀតមកអូខេតោះមកខ្ញុំយក yes ទៀតហើយតោះមកខ្ញុំយក yes back អូខេឥឡូវFix វាកំពុងធ្វើការ reboot អូខេឥឡូវវាបានចេញមកវិញហើយតោះមកខ្ញុំចុចដល់សារវាមួយមកហើយដល់នេះខ្ញុំចាំមើលអ៊ីនធឺណិតវាភ្ជាប់មកវិញសិនអូខេឥឡូវលោត Wi-Fi មកវិញហើយចឹងខ្ញុំយកអាឡូម្ដងទៀតតោះមកខ្ញុំយកពាក្យហ្នឹងម្ដងទៀតអូខេតោះមកខ្ញុំចុចអង្គចុច Chrome យកពាក្យថា download firmware ហើយតោះមកខ្ញុំយកអាលើគេបើតាន់ទៅចេញគឺ 20.01 ខ្ញុំ download អាហ្នឹងមកអូខេធ្វើការរងចាំអូខេឥឡូវវាកំពុងតែ extract ហើយអូខេឥឡូវវាចេញបែបនេះហើយអញ្ចឹងខ្ញុំយក Notion អូខេចាំមកខ្ញុំចុចសញ្ញាបូនដើម្បីលេចមកវិញហើយតមកទៀតខ្ញុំយក Daybreak ខ្ញុំចូល Daybreak install ហើយហៅមើលទៅមិនទុកនៅណាមិញនេះ firmware អូខេចុចលើ firmware ហ្នឹងមករងចាំវាបន្តិចអូខេតមក continue reverse setting install FAT32 + exFAT continue complete 0% អូខេតមក reboot វាឥឡូវចុចយក power អូខេឥឡូវវាចេញមកវិញហើយខ្ញុំបើកសារធម្មតាហើយតមកនឹងឃើញផ្លែអីផ្លែក្រមឯnews album មកលេខ game share ចំលុយមែននេះswitch to share មកអើយញ៉ៃហើយបាយតមកចូល controller អានេះ visual card game ស្អីទៀតញ៉ៃនេះដើរទេតមកយើងឆែកមើល version ចូលកន្លែង system setting អូខេក៏ចូលក្រោមមកនេះបងប្អូនឃើញគឺ version 20.0.1 AMS 1.9.0 អញ្ចឹងវីដេអូហ្នឹងសល់មកថាចប់តាមប៉ុណ្ណឹងអរគុណច្រើនអរគុណទស្សនាបាយបាយ